មិនអាចទៅរួចទេខ្ញុំល្ងងអ្នកប្រយុទ្ធកំពូលនឹងសัตว์ចម្លែកជាង100នាក់សัตว์ចម្លែកកុំមកជិតទៀតអ្នកហ៊ានណាស់បើអញញញ៉ៃជាមួយខ្ញុំវ៉ូឡូតនឹងមិនឲ្យអញរួចខ្លួនឡើយវិមាននាគទេវភាពនឹងមិនអនុញ្ញាតឲ្យអ្នកទៅណាឡើយស្ត្រីដែលបានធ្វើបាបខ្ញុំក្មេងដែលបានធ្វើបាបខ្ញុំនៅតែចង់ចាក់ចេញពីពុកបានយ៉ាងងាយស្រួលនៅថ្ងៃនេះចេនគុំធ្វើអ្វីល្ងងខ្លៅអីកូនរងចាំបន្តិចទៅខ្ញុំនឹងមិនឲ្យស្ត្រីរបស់អ្នករួចខ្លួនពីរឿងនេះទេគុំប្រសាឲ្យនោះមិនមែនជាចិត្តណារបស់ខ្ញុំនៅពេលនេះទេមែនហើយគឺមេងឈៀនឆុងទេដែលបានបង្ខំខ្ញុំវាមិនមែនដោយសារការចាំបាច់ទេបាទមែនហើយសូមគុំប្រព្រឹត្តចំពោះពួកយើងបែបនេះឥឡូវនេះខ្ញុំឃើញថាអ្នកដឹងពីរបៀបអង្វរសូមសេចក្តីមេត្តាករុណាបញ្ឆោតស្នោវ៉ៃឲ្យត្រឡប់មកវិញដើម្បីជួយអ្នកដទៃអ្វីដែលត្រូវធ្វើនៅពេលក្រុមគ្រួសាររបស់អ្នកធ្វើបាបកូនស្រីរបស់ខ្ញុំមិនដែលស្រមៃថាអ្វីនឹងប្រែក្លាយទៅជាបែបនេះទេលេងវាទៅលូយុនឈួនលេងវាទៅលេងគាត់ទៅខ្ញុំមិនចង់នៅទីនេះទៀតទេកូនប្រុសមែនហើយកូនប្រសាអ្នកគឺស្ដាប់បេខោសូមអនុញ្ញាតឲ្យយើងទៅយើងនឹងក្លាយជាគ្រួសារចាប់ពីពេលនេះទៅយើងសន្យាថាយើងនឹងមិនធ្វើបែបនោះម្ដងទៀតទេតើបេខោគួរធ្វើអ្វីខ្ញុំនឹងស្ដាប់អ្នកខ្ញុំអាចស្ដាប់បទ Let You Go របស់ Baekho បានម្ដងហើយប៉ុន្តែអ្នកមិនអាចស្នាក់នៅទីនេះបានទេខ្ញុំបានសម្រេចចិត្តលើកន្លែងនោះរួចហើយមណ្ឌលថែទាំកុមារចិត្តបិទហើយប្រសិនបើខ្ញុំបានរកឃើញរឿងនេះកាលពីអតីតកាលកុំបន្ទោសខ្ញុំបើអ្នកមិននៅទីនោះខ្ញុំមិនបង្ហាញមេត្តាករុណាទេតើអ្នកជាអ្វីឲ្យប្រាកដតើមនុស្សដែលមានក្បាច់គុណកុងហ្វូល្អបែបនេះអាចខ្ញុំតែងតែជួសជុលឡាននៅក្នុងផ្លូវតូចគាត់ជាជាងជួសជុលរថយន្តហើយដៃនឹងជើងរបស់គាត់អ្នកគិតថាខ្ញុំជឿរឿងនោះទេអូយវាជឿចាប់ខ្លាំងណាស់មិនអីទេមិនថាអ្នកពីមុនជាអ្វីនោះទេតើអ្នកកំពុងធ្វើអ្វីកុំប្រញាប់ប្រញាល់ពីអ្វីពេលច្រើននៅថ្ងៃនេះក៏ដោយប៉ុន្តែនៅពីក្រោយខ្នងរបស់ Meng Xianchong វាបានបង្ហាញថាវាគឺជា Wolf Lord ម្ដងទៀតពឹងផ្អែកលើវិមាននាគទេវភាពដែលធ្លាប់ត្រូវបានទោះបីជាអ្នកជាអ្នកប្រយុទ្ធដ៏អស្ចារ្យក៏ដោយវាមិនមានអីមិននិយាយពី Wolf Lord ទេសូម្បីតែឆ្មាំឆ្វេងនិងស្តាមនៃវិមាននាគទេវភាពអ្នកមកអ្នកត្រូវតែលុតជង្គង់នៅចំពោះមុខខ្ញុំហើយអ្នកត្រូវត្រឹមត្រូវថ្ងៃនេះកូនពិតជាអស្ចារ្យណាស់អូយចាប់ពីពេលនេះទៅតើអ្នកនឹងស្នាក់នៅផ្ទះរបស់យើងយ៉ាងម៉េចការងារជួសជុលរថយន្តនឹងត្រូវផ្អាកមួយរយៈសិនលែងទៅសៀវម៉េងចូលចិត្តអ្នកខ្លាំងណាស់តាមពិតទៅអ្នកអាចស្នាក់នៅជាមួយយើងបានមួយរយៈសិនមានរឿងមួយចង់ប្រាប់អ្នកតាមពិតទៅខ្ញុំមិនមែនជាជាងជួសជុលរថយន្តទេខ្ញុំមិនមែនជាជាងជួសជុលរថយន្តទេខ្ញុំតាមពិតទៅវាសម្រាប់លោកប្រធានាធិបតីឈៀវដំណឹងល្អណាស់លោកគ្រូថៃដែលអ្នកតែងតែចង់ជួបខ្ញុំបានបញ្ជាក់ថាខ្ញុំនឹងចូលរួមសប្តាហ៍នេះពិធីជប់លៀងសប្បុរសធម៌ត្រូវបានគេនិយាយថាជារបស់រៀបចំកម្មវិធី Dragon Palace គឺលោកថៃដែរលោកគ្រូអ្នកគ្រូបានឲ្យតម្លៃចំពោះឱកាសនេះយ៉ាងណាស់ការគៀបសង្កត់របស់គ្រូសាមេងបានបាត់ទៅហើយអស់រយៈពេលយូរមកហើយខ្ញុំគ្រាន់តែចង់នៅជាមួយថៃដែរលោកគ្រូអ្នកគ្រូបានព្រមព្រៀងគ្នាហើយក៏បាត់ខ្លួនទៅមានសង្ឃឹមហើយតែយកខ្ញុំឲ្យលីឡានេះមានតាំងពីសម័យមុនស្រាអសខេលិនត្រូវបានថៃដេយកចេញលោកគ្រូអ្នកគ្រូចូលចិត្តថែរក្សាសុខភាពអំណោយនេះខ្ញុំមិនអាចដឹកជញ្ជូនវាដោយខ្លួនឯងបានទេលោកឈៀវមនុស្សគ្រប់គ្នាខ្លាចគ្រូសាមេងខ្លាំងណាស់យើងត្រូវទៅវិមាននាគទេវភាពនៅពីក្រោយយើងកុំព្យាយាមផ្គប់ចិត្តពួកគេដែរវិមាននាគទេវភាពកម្លាំងវិមាននាគទេវភាពមានអំណាចខ្លាំងណាស់ខ្ញុំចង់ផ្គប់ចិត្តគ្រូសាគាត់មានពុយសាសច្រើនពេកសម្រាប់យើងដើម្បីដឹងចូលរួមក្នុងភាពច្របូកច្របល់នេះឥឡូវនេះការអភិរក្សក្រុមគឺជាអាទិភាពចម្បងតើអ្នកទើបតែនិយាយអ្វីមួយមែនទេហេតុអ្វីបានជាឈៀវបេជខ្លាចព្រះខ្លាំងម្ល៉េះវិមាននាគកុំប្រាប់នាងអំពីខ្ញុំនៅឡើយតើមានអ្វីកើតឡើងចំពោះអត្តសញ្ញាណពិតរបស់អ្នកសូមឲ្យខ្ញុំនិយាយរឿងនេះជាមុនសិនវាជាបន្ទប់របស់ខ្ញុំវាមិនមែនជាចិត្តណាទេវាគឺជាកូនតូចដ៏មានតម្លៃរបស់យើងកូនស្រីរបស់វាបាននិយាយថានេះជាអ្វីដែលអ្នកបានឲ្យខ្ញុំទើបតែមកដល់បន្ទប់គេងដែលបានរៀបចំរួចកូនឆ្មានេះកាន់តែធំឡើងហើយរញ៉េញ៉ៃ